ការ៉ុតណាគ្រូណាមកផាត់អត់គ្នានឹងឈ្មោះខ្ញុំវិជាឌីខ្ញុំអាយុ8ឆ្នាំមានថ្ងៃទី4ក៏មួយនេះចលាបែទីអត់ចេះខែទី20ចំចៅថ្ងៃនេះខ្ញុំមកទីរៀនខ្ញុំបាននិយាយបើធានបកមួយទៅដល់ថាចូលរៀនអំពីផលប៉ះពាល់នៃការចម្រើនផ្នែកបច្ចេកវិទ្យាអ្នកគ្រូទីការ៉ុត20ទីមេត្រីយកតាមនេះណាខ្ញុំសម្ដេចជំនាញពាក្យថាប៉ះពាល់ថាពេលជាគិយាសាគាត់ត្រូវដោយប៉ះដោយប្រទេសហើយចម្រើនថាពេលជាគេនិយាយធ្វើនៅវិជាគិយាសាធ្វើអាចារ្យធ្វើឲ្យកាត់ឡើងបច្ចេកវិទ្យាណាពេលជានាមឧបករណ៍ឬគ្រឿងយន្តផ្សេងអាចតាមមានន័យខាងលើការរីកចម្រើនផ្នែកបច្ចេកវិទ្យាសំដៅដល់ការប្រើប្រាស់ឧបករណ៍ទំនើបក្នុងការរស់នៅប្រចាំថ្ងៃដូច្នេះយើងត្រូវដូច្នេះការរីកចម្រើនផ្នែកបច្ចេកវិទ្យាដូច្នេះការរីកចម្រើនផ្នែកបច្ចេកវិទ្យាផ្ដល់ផលប៉ះពាល់ពីរយ៉ាងធំគឺផលប៉ះពាល់ជាវិជ្ជមានផលប៉ះពាល់ជាអវិជ្ជមានផលប៉ះពាល់ជាវិជ្ជមានរួមមានទី1សម្រួលដល់ការសិក្សាការបំពេញការងារផ្សេងសម្រួលដល់ការរស់នៅការប្រកបរបរការធ្វើដំណើរការប្រកបរបរផ្សេងទី3ហើយសម្រួលដល់ការទំនាក់ទំនងដូចជាប្រើប្រាស់ទូរស័ព្ទជាដើមផលប៉ះពាល់ជាអវិជ្ជមានរួមមានទី1ធ្វើឲ្យមនុស្សខ្វះការព្យាយាមរំខានដល់ការសិក្សាទី2អូទៀងមនុស្សប្រព្រឹត្តអំពើអាក្រក់ទី3ធ្វើឲ្យមនុស្សបាត់បង់គុណធម៌សីលធម៌ជាដើមជារួមមកការចម្រើនផ្នែកបច្ចេកវិទ្យាជារឿងមកការចម្រើនផ្នែកបច្ចេកវិទ្យាផ្ដល់ផលប៉ះពាល់ច្រើនដល់សង្គមមនុស្សគឺផលប៉ះពាល់ជាវិជ្ជមាននិងផលប៉ះពាល់ជាអវិជ្ជមានទីប្រចាំនេះខ្ញុំសូមអរគុណអ្នកគ្រូដែលបានសម្ដែងធ្វើដែលចុះខ្ញុំសូមជម្រាបអ្នកគ្រូបានសិក្សាបានសូមអរគុណ